អ៊ីរ៉ង់បានបាញ់មីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានយោធាអាមេរិកហើយនឹងបញ្ជាឲ្យពួកឧទានហូទីត្រៀមខ្លួនបិទច្រកសមុទ្រក្រហមផងដែរនៅពេលថ្មីនេះអ៊ីរ៉ង់បានធ្វើការប្រកាសថាខ្លួនកំពុងបន្តការវាយប្រហាររបស់ខ្លួនទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ជាច្រើននៃឈូងសមុទ្រពេកដោយកងកម្លាំងឆ្មាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានបង្ហាញថាខ្លួនបានបើកការវាយប្រហារដោយមីស៊ីលហើយនឹងយន្តហោះគ្មានមនុស្សបើកដោយកំណត់គោលដៅទៅលើយោធាអាមេរិកនិងគោលដៅនៅក្នុងប្រទេសឈូងសមុទ្រជាច្រើនផងដែររួមទាំងប្រទេសគុយវ៉ែតបារ៉ែនសង់ដានីនិងប្រទេសកាតាអ៊ីរ៉ង់បានអះអាងថាទាំងអស់នេះគឺជាមូលដ្ឋានរបស់អាមេរិកដែលបានត្រូវបានប្រើនៅក្នុងការវាយប្រហារទៅលើមន្ទីរពេទ្យមហារាជកុមាររបស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃទី15ខែកក្កដាអ៊ីរ៉ង់ក៏បានបង្ហាញថាខ្លួនបានធ្វើការវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការពិសេសនិងការវាយប្រហារយោធាអាមេរិកលើប្រទេសសេរីនិងជាការសងសឹកផងដែរប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់ក៏បានបង្ហាញអំពីរូបភាពនៃការខូចខាតស្ពានជាច្រើននៅក្នុងខេត្តហូម៉ាហ្គានភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនកម្លាំងរបស់ខ្លួនសម្រាប់នៅក្នុងការប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដោយការកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់រួមទាំងស្ពាននិងអាកាសយានដ្ឋានរបាយការណ៍ក៏បានគូបញ្ជាក់ថាតំបន់ដែលត្រូវខូចខាតរួមមានតំបន់ Garisik និងទីក្រុង Bandu Gami មានស្ពានចំនួន5ត្រូវបានរងការវាយប្រហារដែលបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់8នាក់ត្រូវបានស្លាប់ផងដែរស្ថានីយ៍រថភ្លើងរបស់ទីក្រុងក៏ត្រូវបានខូចខាតផងដែរទន្ទឹមនឹងនេះដែរក៏មានរបាយការណ៍ថាអាកាសយានដ្ឋាននៅក្នុងតំបន់អៃរ៉ាន់សាដែលមានទីតាំងនៅជិតព្រំដែនប្រទេសប៉ាគីស្ថានក៏ត្រូវបានរងការវាយប្រហារផងដែរដោយពេលថ្មីនេះក៏មានរបាយការណ៍ថាប្រទេសអ៊ីរ៉ង់បានធ្វើការផ្ដល់សញ្ញាទៅកាន់ក្រុមឧទានហូទីដែលជាសម្ព័ន្ធមិត្តប្រដាប់អាវុធរបស់ពួកគេនៅក្នុងប្រទេសយេម៉ែនដើម្បីធ្វើការរៀបចំដើម្បីធ្វើការបិទច្រកសមុទ្រក្រហមប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ប្រទេសអ៊ីរ៉ង់ដូចជារោងចក្រថាមពលហើយនិងស្ពានពីព្រោះច្រកសមុទ្រនេះគឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយដែលភ្ជាប់សមុទ្រក្រហមជាមួយនឹងឈូងសមុទ្រអាដិននេះរួមបញ្ចូលទាំងមហាសមុទ្រឥណ្ឌាហើយក៏ជាផ្លូវដ៏សំខាន់សម្រាប់នៅក្នុងការដឹកជញ្ជូនប្រេងនិងទំនិញហើយនិងកុងតឺន័រផងដែររវាងអឺរ៉ុបមជ្ឈមបូព៌ាហើយនិងអាស៊ីការបិទផ្លូវនេះអាចវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែចង្វាក់នៅក្នុងការផ្គត់ផ្គង់និងពាណិជ្ជកម្មអន្តរជាតិដោយអ្នកនាំពាក្យយោធាអ៊ីរ៉ង់ក៏បានប្រកាសថាច្រកសមុទ្រហូម៉ូដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយទៀតសម្រាប់ពិភពលោកនឹងមិនវិលត្រឡប់ទៅសភាពដូចមុននៃចំនួននោះទេនៅក្នុងអំឡុងពេលចំនួនដែលកំពុងតែបន្តដោយសេចក្តីថ្លែងការណ៍នេះកាន់តែបង្កើនភាពមិនស្រួលនៅក្នុងសហគមន៍អន្តរជាតិថាប្រសិនបើច្រកសមុទ្រទាំងពីរគឺច្រកសមុទ្រហូម៉ូហើយនិងច្រកសមុទ្របាប់អាល់ម៉ាន់ដាបត្រូវបានរារាំងចំនួននេះអាចនឹងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើការដឹកជញ្ជូននិងការនាំចេញថាមពលនិងទីផ្សារសកលផងដែរវាក៏បានជំរុញឲ្យតម្លៃថាមពលបានកើនឡើងហើយនឹងថ្លៃដឹកជញ្ជូនផងដែរមេបញ្ជាការកណ្ដាលរបស់អាមេរិកសេងខនក៏បានបញ្ជាក់ថាខ្លួនបានបើកការវាយប្រហារទៅលើគោលដៅយោធាអ៊ីរ៉ង់រាប់សិបកន្លែងរួចហើយតាមបណ្ដោយឆ្នេរសមុទ្រដោយធ្វើការកំណត់គោលដៅស្ថានីយ៍ឆ្មាំងឆ្នេរសមុទ្រមូលដ្ឋានការពារដែនអាកាសភស្តុភារយោធានិងសមត្ថភាពប្រតិបត្តិការដែនសមុទ្រដើម្បីធ្វើការកាត់បន្ថយសមត្ថភាពយោធារបស់ប្រទេសអ៊ីរ៉ង់បន្ថែមទៀតលើពីនេះទៅទៀតវីដេអូមួយត្រូវបានបង្ហាញអំពីការវាយប្រហារទៅលើប៉ុស្តិ៍សង្កេតការណ៍ដែនសមុទ្រមួយនៅជិតកំពង់ផែខារ៉ាថារីនៅឆ្នេរសមុទ្រឈូងសមុទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ផងដែរវាត្រូវបានបញ្ជាក់ថាប៉ុស្តិ៍នេះត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់ដើម្បីធ្វើការតាមដានហើយនឹងកំណត់គោលដៅនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូម៉ូដោយសង្កត់ធ្ងន់ថា
ការបំផ្លាញប៉ុស្តិ៍សង្កេតការណ៍នេះគឺជាគោលបំណងដ៏សំខាន់ហើយនឹងចាំបាច់ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរកងម៉ារីនអាមេរិកបានធ្វើការគ្រប់គ្រងនាវាដឹកប្រេងមួយគ្រឿងនៅក្នុងជ្រុងសមុទ្រអូម៉ង់ផងដែរបន្ទាប់ពីនាវានេះបានព្យាយាមបំពេញវិធានការនៅក្នុងការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកបានធ្វើការអនុវត្តចាប់តាំងពីថ្ងៃទី14ខែកក្កដាមកម្លេះដោយការវាយប្រហារតាមអាកាសរបស់អាមេរិកបានបន្តអស់រយៈពេល7ថ្ងៃជាប់គ្នាបន្ទាប់ពីការបញ្ចប់នៃការបោះឈប់បាញ់រវាងភាគីជម្លោះនៅក្នុងសប្តាហ៍នេះដែលអង្គការសហប្រជាជាតិ UN ពួកគេក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសការពង្រីកនៅក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនិងប្រទេសជាច្រើនទៀតនៅក្នុងតំបន់នេះដោយបញ្ហានេះអាចនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើប្រជាជនដោយអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានបង្ហាញថាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺមិនអាចទទួលយកបានទេលោកក៏បានសង្កត់ធ្ងន់ផងដែរថាចំនួននេះមិនអាចដោះស្រាយដោយកងកម្លាំងយោធាបានទេហើយបានសង្កត់ធ្ងន់ថាគ្រប់ភាគីទាំងអស់គួរតែត្រឡប់ទៅកាន់តុចរចាវិញទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ក៏បន្តនៅក្នុងការបង្កើនប្រជុំមុខដាក់គ្នាផ្នែកយោធារបស់ពួកគេបន្ទាប់ពីបទឈប់បាញ់បានបញ្ចប់កាលពីសប្តាហ៍មុននៅក្នុងចំណោមការព្រួយបារម្ភប្រទេសជាច្រើនថាប្រសិនបើចំនួននេះបន្តនៅក្នុងការអូសបន្លាយហើយនឹងកើនឡើងតើចំនួននេះអាចនឹងរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំបានដែរឬទេសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តជួយចុច Subscribe Like និង Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗផងដែរ